នេះជាជំហានថ្មីមួយទៀតរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបអាជ្ញាធរជាតិអប្សរានិងរដ្ឋបាលខេត្តសៀមរាបនៅក្នុងការស្វែងរកការឯកភាពគ្នាទាំងស្មារតីនិងគោលការណ៍រួមលើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីនិងការគ្រប់គ្រងនគររូបនីយកម្មនិងសំណង់ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរដោយធ្វើការពិនិត្យឡើងវិញនៅរបៀបរបបការងារលិខិតបទដ្ឋានគតិយុត្តរបៀបរបបរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ការពារបេតិកភណ្ឌឲ្យមានការយល់គ្នាកាន់តែច្រើនជាងមុនរវាងប្រជាពលរដ្ឋនិងអាជ្ញាធរពាក់ព័ន្ធស្របទៅតាមកិច្ចការបេតិកភណ្ឌនិងជាមួយអន្តរជាតិក្នុងស្មារតីការពារនិងអភិរក្សមរតកដូនតានិងលើកស្ទួយជីវភាពអ្នកស្រុកអង្គរឲ្យស្របទៅតាមអនុសាសន៍របស់សម្ដេចធិបតីលើការរៀបចំផ្ទះសម្បែងឲ្យរៀបរយនិងពង្រឹងខឿនសេដ្ឋកិច្ចជាតិនេះបើយោងទៅតាមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីនិងការគ្រប់គ្រងនគររូបនីយកម្មនិងសំណង់ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរនាថ្ងៃទី9ខែមិថុនាឆ្នាំ2025នេះ